ជំពូកទី10អំពីសហកម្មសិទ្ធិមាត្រា175សហកម្មសិទ្ធិគឺជាកម្មសិទ្ធិលើទ្រព្យជាអចលនវត្ថុរបស់បុគ្គលច្រើនអ្នកបែងចែកតាមឡូដែលម្នាក់បានមួយចំណែកជាឯកជនហើយមួយចំណែកទៀតជាផ្នែកនៃទ្រព្យរួមមាត្រា176សហកម្មសិទ្ធិករទាំងឡាយអាចរៀបចំបទបញ្ជាផ្ទៃក្នុងដែលកំណត់របៀបគ្រប់គ្រងនិងវិធាននៃការថែទាំព្រមទាំងកាតព្វកិច្ចរបស់សហកម្មសិទ្ធិករជាពិសេសចំពោះផ្នែករួមដោយគោរពតាមបទបញ្ញត្តិទាំងឡាយនៃច្បាប់នេះក្នុងករណីដែលគ្មានបទបញ្ជាផ្ទៃក្នុងនេះទេសហកម្មសិទ្ធិត្រូវស្ថិតនៅក្រោមបទបញ្ញត្តិទាំងឡាយដែលបានកំណត់ពីមាត្រា177ដល់មាត្រា185នៃច្បាប់នេះមាត្រា177សហកម្មសិទ្ធិករទាំងឡាយមានសិទ្ធិពេញលេញលើចំណែកឯកជនរបស់ខ្លួនដោយមិនបំពានទៅលើចំណែករួមនិងមិនរំខានឬរាំងស្ទះដល់ការប្រើប្រាស់ចំណែករួមដោយសហកម្មសិទ្ធិករដទៃទៀតសហកម្មសិទ្ធិករទាំងនោះអាចផ្ទេរសិទ្ធិដោយសេរីជួលឬបង្កើតផលភោគរៀបចំសិទ្ធិប្រើប្រាស់និងអាស្រ័យនៅដាក់ហ៊ីពូតេកដាក់បញ្ចាំនៅចំណែកឯកជនរបស់ខ្លួនប៉ុន្តែសហកម្មសិទ្ធិករមិនអាចបង្កើតសេវាភាពលើចំណែកឯកជនរបស់ខ្លួននោះបានទេមាត្រា178រាល់ចំណែកនៃអគារឬដីសម្រាប់ការប្រើប្រាស់ដាច់មុខនៃសហកម្មសិទ្ធិករណាមួយបង្កើតបានជាចំណែកឯកជនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវកំណត់អំពីប្រភេទនិងទំហំនៃចំណែកនោះមាត្រា179រាល់ចំណែកនៃអគារឬដីសម្រាប់ការប្រើប្រាស់ឬជាប្រយោជន៍នៃសហកម្មសិទ្ធិករទាំងឡាយឬសហកម្មសិទ្ធិករខ្លះក្នុងចំណោមនោះបង្កើតបានជាចំណែករួមទ្រព្យរួមមានជាអាចដីទីធ្លាឧទ្យាននិងសួនច្បារផ្លូវច្រកចេញចូលជញ្ជាំងសសរត្រួតទ្រូងសំខាន់នៃអគារឧបករណ៍រួមរាប់បញ្ចូលចំណែកនៃបណ្ដាញទឹកភ្លើងបណ្ដាញឧស្ម័នដែលអាចឆ្លងកាត់ចំណែកឯកជនទូរួមបំពង់និងក្បាលបំពង់ផ្សែងទីកន្លែងនៃសេវារួមសិទ្ធិបន្ទាប់បន្សំខាងក្រោមនេះក៏ត្រូវទុកជាកម្មសិទ្ធិរួមដែរសិទ្ធិជីករុករកវត្ថុធាតុដែលមានក្នុងដីសិទ្ធិស្ថាបនាអគារថ្មីក្នុងទីធ្លាឧទ្យានឬសួនច្បារដែលជាចំណែករួមសិទ្ធិជីករុករកក្នុងទីធ្លាឧទ្យានឬសួនច្បារទាំងនោះសិទ្ធិនៃអត្ថសិទ្ធិភាពដែលជាប់ទៅនឹងចំណែករួមទាំងឡាយសិទ្ធិលើកបន្តឲ្យខ្ពស់នៅអគារសម្រាប់ប្រើប្រាស់រួមឬដែលមានកន្លែងច្រើនបង្កើតបានជាចំណែកឯកជនផ្សេងគ្នាគ្មានករណីណាមួយដែលកម្មសិទ្ធិករនៃអគារសហកម្មសិទ្ធិជាន់លើបំផុតអាចលើកបន្តសម្រាប់តែខ្លួនឯងផ្ទាល់ឬលក់សិទ្ធិនៃការលើកបន្តនោះឡើយបទបញ្ញត្តិនេះមានលក្ខណៈជាសណ្ដាប់ធ្នាប់សាធារណៈមាត្រា180សហកម្មសិទ្ធិករដែលធ្វើឲ្យប៉ះពាល់ដល់ចំណែករួមនៃអគារឬដីដោយបានកែប្រែដើម្បីការប្រើប្រាស់ជាឯកជនឬសម្រាប់លក់នឹងត្រូវបង្ខំឲ្យរៀបចំដូចសភាពដើមវិញសហកម្មសិទ្ធិករនោះត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុងមាត្រា257នៃច្បាប់នេះជនក្រៅពីសហកម្មសិទ្ធិករដែលដណ្ដើមយកចំណែករួមសម្រាប់ជាទីលំនៅឯកជនរបស់ខ្លួននឹងត្រូវបង្ខំឲ្យសងកន្លែងដែលកាន់កាប់ខុសច្បាប់ហើយត្រូវធ្វើឲ្យមានសភាពដូចដើមវិញក្នុងករណីណាក៏ដោយអាជ្ញាធរមានសមត្ថកិច្ចមិនអាចចេញបានសម្គាល់សិទ្ធិឲ្យបុគ្គលនោះបានឡើយពុំនោះទេនឹងត្រូវចាត់ទុកជាអ្នកសំគំនិតនិងត្រូវទទួលខុសត្រូវរួមជាមួយដែរអាជ្ញាធរមានភារកិច្ចបង្ខំឲ្យអ្នកកាន់កាប់ដោយខុសច្បាប់រុះរើចេញបញ្ញត្តិទាំងនេះក៏មានគោលដៅដាក់ទោសអ្នកមិនទទួលស្គាល់កម្មសិទ្ធិនិងលក្ខខណ្ឌនៃសណ្ដាប់ធ្នាប់សាធារណៈដោយផ្ទាល់និងជាសារវ័នហើយត្រូវអនុវត្តចំពោះការប៉ះពាល់ដែលមានកន្លងមកមុនការប្រកាសឲ្យប្រើច្បាប់នេះមាត្រា181ចំណែករួមគឺជាកម្មសិទ្ធិអវិភាគរបស់សហកម្មសិទ្ធិករសហកម្មសិទ្ធិករត្រូវធានាការថែទាំចំណែករួមបន្ទុកនៃការថែទាំនេះត្រូវចែកគ្នាតាមសមាមាត្រទៅនឹងតម្លៃនៃឡូនីមួយៗមាត្រា182ជញ្ជាំងដែលខណ្ឌចំណែកឯកជនត្រូវចាត់ទុកជាជញ្ជាំងអត្ថិសិទ្ធិដូចមានចែងក្នុងជំពូកទី11នៃច្បាប់នេះមាត្រា183ចំណែករួមនៃសិទ្ធិបន្ទាប់បន្សំទាំងឡាយមិនអាចជាកម្មសិទ្ធិវត្ថុនៃការបែងចែកឬបង្ខំឲ្យលក់ដាច់ដោយឡែកពីចំណែកឯកជនបានឡើយមាត្រា184
សហកម្មសិទ្ធិករអាចបង្កើតអង្គការគ្រប់គ្រងដែលអាចជាក្រុមប្រឹក្សាភិបាលឬនឹងគណៈកម្មការគ្រប់គ្រងដើម្បីទទួលបន្ទុកកិច្ចការសហកម្មសិទ្ធិអង្គការគ្រប់គ្រងនេះត្រូវជ្រើសរើសដោយមហាសន្និបាតដែលមានការចូលរួមពីសហកម្មសិទ្ធិករទាំងអស់ដោយគិតតាមសមាមាត្រនៃសារៈសំខាន់នៃឡូរៀងៗខ្លួនអង្គការគ្រប់គ្រងធ្វើការសម្រេចចិត្តទាក់ទងទៅនឹងការថែទាំសហកម្មសិទ្ធិតាមមតិភាគច្រើនសហកម្មសិទ្ធិករត្រូវគោរពតាមសេចក្តីសម្រេចដែលបានដាក់ចេញដោយមហាសន្និបាតជាពិសេសទាក់ទងទៅនឹងការថែទាំនិងការធ្វើឲ្យស្របទៅនឹងលក្ខខណ្ឌនៃសណ្ដាប់ធ្នាប់សាធារណៈនៃចំណែករួមសហកម្មសិទ្ធិករណាម្នាក់ដែលមិនព្រមគោរពតាមការសម្រេចរបស់មហាសន្និបាតនឹងដោះខ្លួនពីចំណែកនៃបន្ទុកដែលធ្លាក់មកលើខ្លួនអាចនឹងត្រូវបានប្តឹងទៅតុលាការដើម្បីបង្ខំឲ្យបង់បន្ទុកដែលត្រូវបង់ក្នុងករណីគ្មានការបង្កើតអង្គការគ្រប់គ្រងការគ្រប់គ្រងសហកម្មសិទ្ធិត្រូវរ៉ាប់រងផ្ទាល់ដោយសហកម្មសិទ្ធិករទាំងអស់ដែលធ្វើការសម្រេចជាឯកច្ឆន្ទបើសិនគ្មានការយល់ព្រមណាមួយអាចកើតឡើងរវាងសហកម្មសិទ្ធិករទេដែលជាហេតុនាំឲ្យការថែទាំមិនបានល្អឬថយតម្លៃនៃសហកម្មសិទ្ធិករទាំងអស់ក្រោយពីមានការព្រមព្រៀងគ្នាអាចប្តឹងទៅតុលាការឲ្យចាត់អ្នកគ្រប់គ្រងសហកម្មសិទ្ធិម្នាក់ប្រាក់ឈ្នួលសម្រាប់អ្នកគ្រប់គ្រងជាបន្ទុកនៃសហកម្មសិទ្ធិករទាំងអស់មាត្រា185អាជ្ញាធរមានសមត្ថកិច្ចអាចដាក់វិធានការឲ្យសហកម្មសិទ្ធិកររ៉ាប់រងការថែទាំឲ្យល្អលើចំណែករួមសោហុយនៃការថែទាំបន្ទុកនៃសហកម្មសិទ្ធិករដោយគិតតាមសមាមាត្រទៅនឹងតម្លៃនៃចំណែករៀងៗខ្លួនសហកម្មសិទ្ធិករដែលមិនព្រមចូលរួមទទួលបន្ទុកនេះឬមិនគោរពតាមលក្ខខណ្ឌនៃសណ្ដាប់ធ្នាប់សាធារណៈត្រូវទទួលទណ្ឌកម្មដោយមានចែងក្នុងមាត្រា258នៃច្បាប់នេះ